អបាយុកាសោតទី2ខ111ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានប្រភេទទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិតកសេដ្ឋីចិត្តក្រុងសាវត្ថីគ្រានោះព្រះអានន្ទដ៏មានអាយុចែងអំពីទីសំងំក្នុងសយន្តហសម័យហើយចូលទៅកល់ព្រះមានប្រភេទលុះចូលទៅដល់ហើយថ្វាយបង្គំព្រះមានប្រភេទអង្គុយក្នុងទីសំគួរលោកព្រះអានន្ទដ៏មានអាយុអង្គុយក្នុងទីសំគួរហើយទូលព្រះមានប្រភេទថាបបិទ្ធព្រះអង្គដ៏ចម្រើនអស្ចារ្យណាស់បបិទ្ធព្រះអង្គដ៏ចម្រើនចម្លែកណាស់បបិទ្ធព្រះអង្គដ៏ចម្រើនព្រោះថាព្រះមេត្តារបស់ព្រះមានប្រភេទមានព្រះជន្មាយុតិចណាស់កាលព្រះមានប្រភេទប្រសូតបាន7ថ្ងៃព្រះមេត្តារបស់ព្រះអង្គទ្រង់សោយព្រះវិលាតល័យទៅកើតក្នុងទេវនិកាយឯស្ថានតោសិតព្រះមានប្រភេទទ្រង់ត្រាស់ថាមនាលអនន្តដំណើរនោះមែនហើយមនាលអនន្តដំណើរនោះមែនហើយមនាលអនន្តព្រោះថាព្រះមេត្តារបស់បរិស័ទទាំងឡាយតែងមានព្រះជន្មាយុតែងកាលព្រះបរិស័ទទាំងឡាយទ្រង់ប្រសូតបាន7ថ្ងៃព្រះមេត្តារបស់បរិស័ទទាំងឡាយក៏សោយព្រះវិលាល័យហើយទៅកើតក្នុងទេវនិកាយឯស្ថានតោសិតជាធម្មតាគ្រានោះព្រះមានប្រភេទជ្រាបសេចក្តីនោះហើយទៅទ្រង់បន្លឺឧទាននេះក្នុងវេលានោះថាសាទពួកណាមួយដែលកើតហើយក្តីនឹងកើតក្នុងអនាគតក្តីពួកសត្វទាំងអស់នោះនឹងលះបង់នៅរាងកាយទៅកាន់បរលោកដូចគ្នាបណ្ឌិតអ្នកឆ្លៀសដឹងច្បាស់សេចក្តីសាបសូន្យទាំងអស់នោះហើយគួរជាអ្នកមានព្យាយាមប្រព្រឹត្តព្រះមច្ចរិយធម៌ជាប់អបាយុកាសោតទី2សូមពុទ្ធកថេសោតទី3ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានប្រភេទទ្រង់គង់នៅក្នុងវត្តវេលវ័នជាកលន្តកៈនិវាបស្ថានជាតិក្រុងរាជក្រឹសសម័យនោះឯងមនុស្សខ្លងម្នាក់ជាមនុស្សកំសត់មនុស្សកំព្រាមនុស្សថោកទាបឈ្មោះសោពពុទ្ធនៅក្នុងក្រុងរាជក្រឹសសម័យនោះឯងព្រះមានប្រភេទមានបរិស័ទច្រើនកលជុំវិញកំពុងគង់សម្ដែងធម៌សពពុទ្ធក៏ថែបានឃើញអំពីចម្ងាយនៅពួកមហាជនប្រជុំគ្នាលុះឃើញហើយគាត់មានសេចក្តីត្រេះរិះថាកេនឹងចែកខាតនិយឬភោជនីយហានណាមួយក្នុងទីនេះដោយអត់សង្ស័យបើដូច្នោះអញនឹងចូលទៅរកពួកមហាជនដោយគិតថាធ្វើម្ដេចទៅណអញនឹងបានខាតនិយឬភោជនីយហានណាមួយក្នុងទីនោះលំដាប់នោះសពពុទ្ធក៏ថែចូលសម្ដៅទៅរកពួកមហាជនសពពុទ្ធក៏ថែបានឃើញព្រះមានប្រភេទដែលមានបរិស័ទច្រើនកលជុំវិញកំពុងគង់សម្ដែងធម៌លុះឃើញហើយគាត់ក៏មានសេចក្តីត្រេះរិះដូចនេះថាអោណកេមិនចែកខាតនិយឬភោជនីយហានណាមួយក្នុងទីនេះទេព្រះសមណៈគោតមនេះទ្រង់សម្ដែងធម៌ក្នុងកណ្ដាលបរិសាទបើដូច្នោះគួរតែអាត្មាអញស្ដាប់ធម៌ដែរគាត់ក៏អង្គុយក្នុងទីសំគួរក្នុងទីនោះគិតថាអាត្មាអញនឹងស្ដាប់ធម៌ដែរលំដាប់នោះព្រះមានប្រភេទទ្រង់ធ្វើទុកក្នុងព្រះតីកំណត់ចិត្តបរិសាទទាំងអស់ដោយព្រះហឫទ័យថានរណាណគួរត្រាស់ដឹងធម៌ក្នុងទីនេះបានព្រះមានប្រភេទទ្រង់ទួតឃើញសពពុទ្ធក៏ថែដែលអង្គុយក្នុងបរិស័ទនោះលុះទ្រង់ឃើញហើយព្រះមានប្រភេទត្រេះរិះថាសពពុទ្ធក៏ថែនេះឯងគួរដើម្បីដឹងធម៌បានក្នុងទីនេះតើបទ្រង់សម្ដែងអនុបពីកថាប្រោបសពពុទ្ធក៏ថែគឺទ្រង់ប្រកាសទានកថាសីលកថាសក្យកថាតោដល់លមកសៅម៉ងនៃកាមគុណនិងអានិសង្ឃក្នុងការចេញបួសព្រះមានប្រភេទបានជ្រាបថាសពពុទ្ធក៏ថែមានចិត្តស្រួលមានចិត្តទន់មានចិត្តប្រាចានិវរណៈធម៌មានចិត្តខ្ពស់ឡើងមានចិត្តជ្រះថ្លាក្នុងកាលណាហើយ
ទ្រង់ប្រកាសធម៌ទេសនាដែលព្រះពុទ្ធទាំងឡាយទ្រង់លើកឡើងសម្ដែងព្រះអង្គឯងគឺសម្ដែងទុក្ខសមុទ័យនិរោធនិងមគ្គកណ្ណងកាលនោះធម្មចក្ខុប្រាជ្ជធុលីប្រាជ្ជមន្ទិលកើតឡើងដល់សពពុទ្ធកថេក្នុងទីនោះថាធម្មជាតិណាមួយដែលកើតឡើងជាធម្មតាធម្មជាតិទាំងអស់នោះរមែងរលត់ទៅវិញជាធម្មតាដូច្នេះដោយសម្ពុតសស្អាតប្រាជ្ជពុកខ្មៅគួរទទួលគ្រឿងជលក់បានដោយប្រពៃយ៉ាងដូច្នោះឯងខ113គ្រានោះសពពុទ្ធក៏ថែបានឃើញធัวហើយបានធัวហើយដឹងធัวហើយចុះការធัวសោបហើយឆ្លងសេចក្តីសង្ស័យប្រាជ្ញាសេចក្តីងឿងឆ្ងល់ដល់នៅភាពឃ្លាវខ្លាមិនជឿបុគ្គលដទៃក្នុងសាសនានៃព្រះសាស្តាហើយក្រោកចាកទីអង្គុយចូលទៅកលព្រះមានប្រភេទលុះចូលទៅដល់ហើយថ្វាយបង្គំព្រះមានប្រភេទហើយអង្គុយក្នុងទីសំគួរលុះសពពុទ្ធក៏ថែអង្គុយក្នុងទីសំគួរហើយសរសើរព្រះមានប្រភេទថាបពេតព្រះអង្គដ៏ចម្រើនច្បាស់ណាស់បពេតព្រះអង្គដ៏ចម្រើនច្បាស់ណាស់បពេតព្រះអង្គដ៏ចម្រើនទេសនាដែលព្រះមានប្រភេទសម្ដែងហើយដោយអនេកបរិយាយដោយបរោះផ្ងារបស់ដែលផ្កាប់ឬបើករបស់ដែលបាត់បាំងពុំនោះដោយគេប្រាប់ផ្លូវដល់អ្នកវង្វេងពុំនោះដោយជាគេត្រលប្រតិប្រែងក្នុងទីងងឹតដោយគិតថាពួកអ្នកមានភ្នែកឃើញរូបទាំងឡាយដោយឆ្នោះឯងបពេតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គនោះសូមដល់ព្រះមានព្រះភ័ក្ត្រផងព្រះធម៌ផងព្រះសង្ឃផងជាទីពឹងសូមព្រះមានព្រះភ័ក្ត្រចាំទុកខ្ញុំព្រះអង្គថាជាឧបាសកដល់សរណៈស្មើដោយជីវិតតាំងពីថ្ងៃនេះរៀងទៅគ្រានោះសពពុទ្ធក៏ថែដែលព្រះមានព្រះភ័ក្ត្រទ្រង់បញ្យល់ឲ្យកាន់យកឲ្យអាចហ៊ានឲ្យរីករាយដោយធម្មីកថាហើយក៏ត្រេកអររីករាយនឹងភាសារបស់ព្រះមានព្រះភ័ក្ត្រទៅក្រោកចាកទីអង្គុយថ្វាយបង្គំលាព្រះមានព្រះភ័ក្ត្រធ្វើប្រតិសិនជាចេញទៅគ្រានោះមេកោមានកូនខ្ចីមកបោសសពពុទ្ធក៏ថែដែលទៅនឹងចេញទៅមិនយូរប៉ុន្មានឲ្យដាច់จากជីវិតគ្រានោះភិក្ខុច្រើនរូបចូលទៅកលព្រះមានព្រះភ័ក្ត្រលុះចូលទៅដល់ហើយថ្វាយបង្គំព្រះមានព្រះភ័ក្ត្រអង្គុយក្នុងទីសំគួរលោកភិក្ខុទាំងនោះអង្គុយក្នុងទីសំគួរហើយទូលសួរព្រះមានព្រះភ័ក្ត្រថាបពេតព្រះអង្គដ៏ចម្រើនសពពុទ្ធក៏ថែដែលព្រះមានព្រះភ័ក្ត្រទ្រង់បញ្យល់ឲ្យកាន់យកឲ្យអង្គអាចឲ្យរីករាយដោយធម្មីកថាឥឡូវនេះសពពុទ្ធក៏ថែនោះស្លាប់ហើយកតេរបស់គាត់ទៅដូចម្ដេចបរលោករបស់គាត់ទៅដូចម្ដេចមនាលភិក្ខុទាំងឡាយសពពុទ្ធក៏ថែជាបណ្ឌិតបានដឹងធម៌សមគួរតាមធម៌ហើយមិនបៀតបៀនតថាគតព្រោះហេតុនៃការសម្ដែងធម៌ទៀតទេមនាលភិក្ខុទាំងឡាយសពពុទ្ធក៏ថែជាសោតាបណ្ណបុគ្គលមានសន្តាប់ធ្នាប់មិនធ្លាក់ចុះមានកតេទៀងទាត់មានសម្ពោធិធម៌ប្រព្រឹត្តទៅខាងមុខព្រោះអស់ទៅនៃសញ្ញោជាអ្នកធម៌3ប្រការខ114កាលដែលព្រះមានព្រះភ័ក្ត្រទ្រង់ត្រាស់យ៉ាងនេះភិក្ខុមួយរូបទូលសួរព្រះមានព្រះភ័ក្ត្រទៀតថាបពេតព្រះអង្គដ៏ចម្រើនអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យសពពុទ្ធក៏ថែជាមនុស្សកំសត់ជាមនុស្សកំព្រាជាមនុស្សថោកទាបមនាលភិក្ខុទាំងឡាយកាលពីព្រេងនាយសពពុទ្ធក៏ថែកើតជាសិទ្ធិបុត្រក្នុងក្រុងរាជក្រឹសនេះឯងសិទ្ធិបុត្រនោះចេញទៅកាន់អសៀនភូមិបានឃើញព្រះតកៈសក្ខីបច្ចេកពុទ្ធដែលកំពុងត្រាច់ទៅបិណ្ឌបាតក្នុងក្រុងលុះឃើញហើយទៅសិទ្ធិបុត្រនោះគិតថាសមណៈគំលងនេះដើរធ្វើអ្វីហើយស្ដោះទឹកមាត់ធ្វើដោយអការៈបែបជ្រាយហើយជៀសចេញទៅដោយផលនៃកម្មនោះសិទ្ធិបុត្រនោះក៏ទៅឆេះក្នុងនរកអស់ឆ្នាំជាច្រើនអស់រយនៃឆ្នាំជាច្រើនអស់ពាន់នៃឆ្នាំនិងសែននៃឆ្នាំជាច្រើនដោយសំណល់នៃផល
កម្មនោះតើគាត់កើតមកជាមនុស្សកំសត់មនុស្សកំព្រាមនុស្សថោកទាបក្នុងក្រុងរាជក្រឹសនេះឯងសពពុទ្ធក៏ថែនោះបានអាស្រ័យធម្មវិន័យដែលព្រះតថាគតសម្ដែងហើយកាន់យកសទ្ធាដោយប្រពៃកាន់យកសិលដោយប្រពៃកាន់យកសុតៈដោយប្រពៃកាន់យកចក្ខៈដោយប្រពៃកាន់យកបញ្ញាដោយប្រពៃសពពុទ្ធក៏ថែនោះលោកអាស្រ័យធម្មវិន័យដែលតថាគតសម្ដែងហើយក៏កាន់យកសទ្ធាដោយប្រពៃកាន់យកសិលដោយប្រពៃកាន់យកសុតៈដោយប្រពៃកាន់យកចក្ខៈដោយប្រពៃកាន់យកបញ្ញាដោយប្រពៃលោកបែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតឯសុគតិសួគ៌ទេវលោកជាមួយនឹងពួកទេវតាចន្តាវតឹងទេវបុត្រនោះក៏រុងរឿងកន្លងលើពួកទេវតាឯទៀតក្នុងទីនោះដោយពរសម្បុរផងដោយយសបរវាផងព្រះនោះព្រះមានប្រភេទទ្រង់ជ្រាបសេចក្តីនោះហើយតើបទ្រង់បន្លឺឧទាននេះក្នុងវេលានោះថាបណ្ឌិតក៏បីវាសាលាកម្មដ៏លមួកក្នុងជីវលោកចេញដោយបរោះមានចក្ខុវាសាលាទីមិនស្មើក្នុងកាលដែលដើរទៅជាប់សពពុទ្ធកថេសោតទី3